ទីក្រុងប៉ារីសបាននិយាយថាអ៊ុយក្រែននិងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់យន្តហោះចម្បាំង Rafale S4 ចំនួន100គ្រឿងនិងប្រព័ន្ធការពារមីស៊ីលទីក្រុងប៉ារីសបាននិយាយថាកិច្ចព្រមព្រៀងនេះនឹងឃើញយន្តហោះចម្បាំង Rafale របស់បារាំងត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែនប្រធានាធិបតីបារាំងអេម៉ាញូអែលម៉ាក្រុងនិងប្រធានាធិបតីអ៊ុយក្រែនវ៉ូឡូឌីមៀសេលេនស្គីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការផ្គត់ផ្គង់យន្តហោះចម្បាំងនិងប្រព័ន្ធការពារដែនអាកាសរបស់បារាំងសម្រាប់ទីក្រុងគៀវនៅក្នុងកិច្ចប្រជុំមួយនៅឯមូលដ្ឋានទ័ពអាកាសយោធាមួយក្បែរទីក្រុងប៉ារីសកាលពីថ្ងៃច័ន្ទវិមានអេលីស៊ីការិយាល័យប្រធានាធិបតីបារាំងបាននិយាយនៅក្នុងការបង្ហោះមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមថាមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើលិខិតកិច្ចព្រមព្រៀងទាក់ទងនឹងការទិញយន្តហោះចម្បាំង Rafale និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននៅក្នុងការបង្ហោះមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម Zelensky បានពិពណ៌នាអំពីកិច្ចប្រជុំនេះថាជាពេលវេលាពិសេសមួយដែលជាប្រវត្តិសាស្ត្រពិតប្រាកដសម្រាប់ប្រទេសទាំងពីរឯកសារនេះផ្ដល់ឱកាសឲ្យប្រទេសយើងទិញឧបករណ៍យោធាពីមូលដ្ឋានឧស្សាហកម្មនិងបច្ចេកវិទ្យាការពារជាតិបារាំងរួមទាំងយន្តហោះ Rafale 4ចំនួន100គ្រឿងនៅឆ្នាំ2035សម្រាប់អាកាសចរប្រយុទ្ធរបស់អ៊ុយក្រែនសម្រាប់ប្រព័ន្ធការពារដែនអាកាសមីស៊ីលអាកាសទៅអាកាសនិងគ្រាប់បែកអាកាសលោក Zelensky បានបន្ថែមថាដូចគ្នានេះដែរគម្រោងរួមគ្នារវាងឧស្សាហកម្មការពារជាតិរបស់យើងនឹងចាប់ផ្ដើមនៅឆ្នាំនេះយើងនឹងផលិតយន្តហោះគ្មានមនុស្សបើកស្ទាក់ចាប់រួមគ្នាធ្វើការលើការអភិវឌ្ឍបច្ចេកវិទ្យាសំខាន់ៗនិងរកធាតុផ្សំសំខាន់ផ្សេងទៀតដែលអាចបញ្ចូលទៅក្នុងយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនលោកម៉ាក្រុងបានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Zelensky ថាទីក្រុងប៉ារីសនិងទីក្រុងគៀវកំពុងបង្កើតការធានាសន្តិសុខចាំបាច់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតណាមួយជាមួយរុស្ស៊ីលោកបានអះអាងថាកងទ័ពអ៊ុយក្រែនដ៏រឹងមាំនិងមានសារៈសំខាន់សម្រាប់ធានាសន្តិសុខរបស់អ៊ុយក្រែនក្នុងរយៈពេលវែងលោកម៉ាក្រុងបានមានប្រសាសន៍ថាសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដែលយើងសង្ឃឹមថានឹងត្រូវបានចុះហត្ថលេខាឲ្យបានឆាប់តាមតែអាចធ្វើទៅបានដើម្បីមានភាពរឹងមាំនិងយូរអង្វែងអ៊ុយក្រែនត្រូវតែមានកងទ័ពដែលមានសមត្ថភាពទប់ស្កាត់ការឈ្លានពានថ្មីណាមួយកាលពីខែមុនអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយប្រទេសស៊ុយអែតសម្រាប់ទីក្រុងស្តុកហូមដើម្បីផ្គត់ផ្គង់យន្តហោះចម្បាំង Gripen ផលិតនៅប្រទេសស៊ុយអែតចំនួន150គ្រឿងដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃច័ន្ទលោកម៉ាក្រុងបានប្រាប់អ្នកយកព័ត៌មានថាយន្តហោះ Rafale និងយន្តហោះដែលផ្គត់ផ្គង់ដោយបរទេសផ្សេងទៀតនឹងជួយការពារដែនអាកាសរបស់អ៊ុយក្រែនប៉ុន្តែបានបង្ហាញថាយន្តហោះដំបូងនឹងមិនមកដល់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលជាច្រើនឆ្នាំទេនៅពេលសួរលោកម៉ាក្រុងមិនបានផ្ដល់ព័ត៌មានលម្អិតជាក់ស្ដែងអំពីរបៀបដែលការទិញយន្តហោះជាច្រើននឹងត្រូវបានផ្ដល់ហិរញ្ញប្បទាននោះទេហើយបានបង្ហាញថាអាវុធដំបូងដែលផ្គត់ផ្គង់ក្រោមកិច្ចព្រមព្រៀងថ្មីនឹងត្រូវបានដឹកជញ្ជូនក្នុងរយៈពេល3ឆ្នាំខាងមុខនេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC News នៅថ្ងៃទី17វិច្ឆិកា2025នេះ